ហានសួរបរោះនៅលាវភូមិនេះមានស្ត្រី 80% ហើយពួកគេស្រែកឃ្លានបរោះខ្លាំងណាស់ភូមិនេះមានច្បាប់ដ៏ចម្លែកមួយប្រសិនបើស្ត្រីម្នាក់ចង់រៀបការនាងត្រូវតែតស៊ូដណ្ដើមយកប្តីខ្លួនឯងនេះគឺដោយសារតែនៅភូមិនេះមានបរោះតិចតួចពេកគ្រួសារខ្លះថែមទាំងមានបងប្អូនស្រីប្រកួតប្រជែងគ្នាយកបរោះតែម្នាក់ទៀតផងភ្ញៀវទេសចរជាច្រើនបន្ទាប់ពីបានឮរឿងនេះចង់មកឃើញភូមិនេះផ្ទាល់ភ្នែកទោះជាយ៉ាងណាក៏ដោយគ្រាន់តែពួកគេមកដល់ភ្លាមពួកគេត្រូវបានស្ត្រីម្នាក់ចាប់យកភ្លាមនាងមិនខ្វល់ថាអ្នកពេញចិត្តឬអត់ទេនាងនឹងអស់អ្នកចូលទៅក្នុងផ្ទះតូចមួយសម្រាប់ការផ្លាស់ប្ដូរស្នេហាប្រសិនបើបរោះនោះរើបំរាស់ខ្លាំងពេកស្ត្រីជិតខាងនឹងមកជួយភ្លាមបន្ទាប់ពីការតស៊ូមួយរយៈពេលខ្លីបរោះធម្មតាចោះចាញ់ពីព្រោះស្ត្រីទាំងនេះមានភាពតាក់ទាញខ្លាំងណាស់ភូមិនេះស្ថិតនៅជ្រៅក្នុងតំបន់ភ្នំនៅជិតព្រំដែនដែលស្ត្រីមានចំនួន 80% នៃចំនួនប្រជាជនសរុបនោះហើយជាមូលហេតុដែលស្ត្រីនៅទីនេះអត់សង្ឃឹមខ្លាំងកាន់តែមានមនុស្សនិយាយអំពីបញ្ហានេះហើយចង់ដឹងថាវាជាការពិតឬអត់ព្រមតែប្រមាណនាទីមុនបរោះម្នាក់ដែលឆ្លងកាត់ភូមិនេះត្រូវបានបងប្អូនស្រី2នាក់ចាប់ខ្លួនបរោះនោះបានតវ៉ាយ៉ាងខ្លាំងដោយនិយាយថាគាត់គ្រាន់តែឆ្លងកាត់ប៉ុណ្ណោះប៉ុន្តែស្ត្រីទាំងនោះមិនអើពើនឹងគាត់ទេស្ត្រីជឿថាបរោះណាដែលបង្ហាញខ្លួននៅក្នុងភូមិនេះគឺជារបស់ពួកគេនៅកន្លែងផ្សេងទៀតបរោះដែលមានអាយុលើ30ឆ្នាំអាចពិបាកនឹងរកប្រពន្ធប៉ុន្តែមិនមែននៅភូមិនេះទេដោយសារតែមានបរោះតិចតួចពេកស្ត្រីទាំងនោះសុបិនចង់បានបរោះជារៀងរាល់ថ្ងៃដូច្នេះតើអ្នកគិតយ៉ាងណាចំពោះភូមិនេះកុំភ្លេចខមមិននៅខាងក្រោម